បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទវីដេអូនេះផងដែរគឺខ្ញុំកំពុងតែចាប់ត្រីបាទចាប់ត្រីបាទដោយសារតែឃើញត្រីច្រើនបាទនេះឃើញកូនត្រីក្រាញ់បាទអូកន្លះខាងនេះបាទអរណាស់មេបងប្អូននេះអានេះយកទុកនេះត្រីហូបបាទអានេះខ្ញុំយកទៅប្រឡែងនៅក្នុងស្រះឬក៏បន្លាយខ្ញុំបាទដោយសារតែដីខ្ញុំក៏មានស្រះបាទមានស្រះហើយក៏យើងមានបន្លាយក្បែរនឹងដែរបាទដោយសារយើងជោគបាត់ភ្លឺបាទហើយមានបន្លាយបាទអញ្ចឹងក៏ឃើញគេច្រូតស្រូវបងប្អូនអើយឃើញគេច្រូតស្រូវក៏ត្រីវាច្រើនក៏មានកណ្ដិតថាអូចាប់យកទៅប្រឡែងក្នុងបន្លាយយើងតែថ្ងៃក្រោយមានប្រយោជន៍បាទអានេះត្រឹសធំគ្រាន់យើងយកទុកហូបបាទអាណាតូចគឺយើងយកទៅប្រឡែងបងប្អូនក្រែងលោថ្ងៃក្រោយឬក៏ឆ្នាំក្រោយឬក៏កន្លះឆ្នាំក្រោយអីយើងចង់ហូបត្រីបាទយើងត្រូវការបូមបន្លាយចាប់ឬក៏យើងបង់មកសំណាញ់អីទៅឬក៏ដាក់មងក្រិនហូបបងប្អូនហើយនិយាយទៅគឺអត្ថប្រយោជន៍វាមានដែរបងប្អូនអញ្ចឹងក៏ឃើញត្រីច្រើនក៏ចាប់ទៅប្រឡែងទៅបាទមិនត្រឹមតែហូបទេបងប្អូនបើសិនជាយើងចិញ្ចឹមបានច្រើនគឺយើងអាចឈានទៅដល់ការបានលក់បាទដោយសារតែយើងចាប់ទៅប្រឡែងវាច្រើនដែរច្រើនក៏សមដែរបាទអាចឈានដល់រាប់ពាន់ក្បាលបងប្អូនតែប្រហែលជាងាយធំទៅដែរបងប្អូនដោយសារតែខ្ញុំចាប់រាងតូចដែរដោយសារត្រីនេះវាអត់សូវមានធំមានតែតូចនេះកូនផ្ទក់តូចកូនផ្ទក់កូនក្រាញ់តែខ្ញុំចាប់ទៅប្រឡែងងាប់ក៏ច្រើនដែរដោយសារតែម៉ាស៊ីនគេបើកទៅផុកទៅវាឆាប់ត្រីពូលលើបងប្អូនអញ្ចឹងក៏វាងាប់ខ្លះរស់ខ្លះបាទទៅតាមនឹងដែរបងប្អូនច្រើនណាស់ចេះតិចទេនេះបើចាប់យកអស់មិនចេះតិចទេនេះត្រីនេះបាទបាយបងប្អូនហើយបើពេញចិត្តជួយចុច like ចុច subscribe ឬក៏ follow មួយផងបាទ